សម្លកកកណ្ដៀងទៅតែបានហូបលើកទី1ទេសម្រាប់ខ្ញុំថ្មីផ្លែកមាត់ទៀតហើយសម្រាប់អ្នកតកៅខ្ញុំគេមិនដែលហូបដើមកណ្ដៀងអីអស់ហ្នឹងទេទើបតែឃើញម៉ែកូនមើលខ្ញុំហ្នឹងហូបលើកទី1ជាមុខម្ហូបរបស់បងអ្នកខាងស្វាយរៀងមើលបងអ្នកខាងស្វាយរៀងចូលមកខមមិនម្នាក់សម្រាប់រសជាតិរបស់វារៀងល្វីងតិចតិចឆ្ងាញ់ផ្លែកមាត់ម្យ៉ាងអ្នកគ្នាមុនដំបូងខ្ញុំអត់ចង់ហ៊ានហូបទេតែបានភ្លុះមួយម៉ាត់ទៅឆ្ងាញ់របស់គេសម្រាប់ដើមកណ្ដៀងខែនេះអត់ទាន់មានសម្បូរទេយីរួមទៅគឺវាអត់ទាន់មានហ្មងតតែមានទឹកបានវាមានដោហើយម៉ែកូនមើលទៅកាន់នេះគឺថ្លុកទឹកនៅក្រោយតែអ៊ំនៅក្នុងភូមិជិះម៉ូតូកាត់ទៅវាឃើញរៀងដោះល្អដែរពុកម៉ែមកគ្នាអញ្ចឹងហើយម៉ែកូនមើលក៏ឈប់ម៉ូតូចូលទៅសុំអ៊ំអ្នកភូមិអ៊ំអ្នកភូមិគាត់មិនដែលដឹងណានៅខាងស្រុកខ្ញុំគេមិនដែលដឹងទេថាកណ្ដៀងនឹងយកមកស្លាបានក៏សួរបច្ចេកទៀតយីមីអូនអាហ្នឹងគេយកទៅស្លាមែនអីម៉ែកូនមើលក៏បានស្លាយប្រាប់ថាហ្នឹងគេស្លាទៅអ៊ំមុខម្ហូបនៅខាងស្វាយរៀងក៏យកទៅស្លាកកក៏បានស្លាមកជូរក៏បានដែរអូឥឡូវនេះម៉ែកូនមើលបានមកដល់ផ្ទះវិញរៀបចំលាងទឹកសម្រាប់វា4 5ទឹកមករួចហើយយើងបែកយកតែស្លឹកណាខ្ចីអាស្លឹកណារៀងចាស់គឺយើងបេះចោលមកយើងហាន់វាយកតែដើមរបស់វាហើយត្រួយចុងរបស់វាគឺយើងបោះចោលមកបាច់យកទេព្រោះថាត្រួយហ្នឹងវារៀងល្វីងខ្លាំងក្រោយបើយើងលាងទឹកសម្អាតហាន់អីរួចរាល់ហើយគឺយើងយកដើមកណ្ដៀងហ្នឹងយកម្នាក់បុកយើងបុកវារៀងខ្លាំងតិចមករៀងបែកមកបែកគួរសមដែរតែកុំឲ្យម៉ត់ពេកមករៀងបែកដើមវាមកបានហើយអ្នកគ្នារួចហើយយើងដួសដើមកណ្ដៀងហ្នឹងចេញពីត្បាល់មកយកដាក់ចូលក្នុងចានកធុនដៃមួយមកហើយយើងបើកទឹកដាក់តែបន្តិចសិនមកកុំឲ្យដាក់ច្រើនដើម្បីយើងពូតដើមកណ្ដៀងហ្នឹងឲ្យវាចេញទឹកចេញជាតិល្វីងអស់តែម្ដងយើងពូតមកទំហឹងមនុស្សចាស់ហ្មងដូចម៉ែកូនបិទច្បាស់ក្នុងវីដេអូពូតក្នុងវីដេអូឲ្យមើលចឹងនេះយើងពូតវាតទៅអស់ជាតិល្វីងចឹងហើយយើងពូតមកទឹកហើយមកទឹកទៀតសម្រាប់ម៉ែកូនបិទពូត3ទឹកឥឡូវនេះយើងដាក់ពូតម្ដងទៀតជាមួយនឹងអំបិលអាមុនយើងដាក់អំបិលទេណាឥឡូវនេះយើងដាក់ទឹកទី2ជាមួយនឹងអំបិលយើងច្របាច់ជាមួយនឹងទឹកអំបិលអីរួចរាល់ហើយយើងពូតវាឲ្យចេញជាតិទឹករួចរាល់ហើយយើងដាក់ពូតម្សាទៀតអានេះគេហៅថាពូតលើកទី3ពូតជំរះទឹកវានិយាយរួមទៅយើងពូតវា2 3ទឹកចឹងមកដើម្បីឲ្យអស់ជាតិល្វីងអាហ្នឹងវារៀងល្វីងខ្លាំងដែរពុកម៉ែមកនេះឥឡូវនេះយើងពូតអីរួចរាល់ហើយយើងមកត្រៀមសាច់វិញម្ដងម៉ែកូនបិទស្លោជាមួយនឹងសាច់មាន់ណាប់ដើមកណ្ដៀងយើងស្លោកកូរជាមួយនឹងសាច់មាន់ក៏បានសាច់ត្រីក៏បានសាច់ជ្រូកក៏បានតាមទៅពុកម៉ែមកគ្នាចូលចិត្តរួចហើយយើងចាប់ដើមបុកគ្រឿងមកយើងត្រៀមគ្រឿងអីរួចរាល់ហើយយើងចាប់ដើមរំលីងគ្រឿងតែម្ដងយើងដាក់គ្រឿងចូលឆ្នាំងមកយើងរំលីងគ្រឿងរៀងឈ្ងុយបន្តិចចាំយើងដាក់ប្រហុកចូលរួចហើយយើងរំលីងប្រហុកជាមួយនឹងគ្រឿងឡើងឈ្ងុយហើយចាំយើងដាក់សាច់មាន់ចូលយើងរំលីងសាច់មាន់ជាមួយនឹងគ្រឿងឲ្យរៀងឈ្ងុយគ្រឿងឲ្យរៀងឈ្ងុយសាច់មាន់ឈ្ងុយគ្រឿងបន្តិចហើយចាំយើងដាក់ទឹកចូលហើយទឹកនេះរៀងច្រើនបន្តិចមកដើម្បីរងាស់សាច់មាន់ឲ្យវាឆ្អិនល្អសម្រាប់ម៉ែកូនបិទរងាស់រហូតដល់ឆ្អិនសាច់មាន់តតែរីងទឹកហ្នឹងបានយើងចាប់ដើមដាក់បន្លែចូលធ្វើអញ្ចឹងបានសាច់មាន់របស់យើងនឹងឆ្អិនល្អហើយវាអត់មានជាតិឆ្អែតមើលតែសាច់មាន់របស់យើងចាប់ដើមឆ្អិនល្អហើយយើងចាប់ដើមដាក់ដើមកណ្ដៀងរបស់យើងចូលតែម្ដងហើយយើងចាប់ដើមមកកូរដើមកណ្ដៀងជាមួយនឹងគ្រឿងហ្នឹងឲ្យរៀងទន់បន្លែបន្តិចមកចាំយើងដាក់អង្ករលីងចូលរួចហើយយើងរំលីងដើមកណ្ដៀងសាច់មាន់ហ្នឹងជាមួយនឹងអង្ករលីងឲ្យឡើងឈ្ងុយអង្ករលីងហើយចាំយើងញ៉ាត់ទឹកសម្លចូលតែម្ដងសម្រាប់ទឹកសម្លម៉ែកូនមើលដាក់តែបន្តិចទេដោយសារដើមកណ្ដៀងរបស់យើងបន្លែរបស់យើងក៏តែបន្តិចដែរហ៊ានស្លច្រើនទេណាអ្នកគ្នាដោយសារទៅស្លលើកទី1អញ្ចឹងយើងអត់ហ៊ានស្លច្រើនទេខ្លាចវាហូរបាត់កើតមើលតាមបន្លែរបស់យើងចាប់ដើមឆ្អិនសាច់របស់យើងចាប់ដើមឆ្អិនហើយយើងដាក់គ្រឿងចូលដល់ម្សៅស៊ុបណាស្ករប៊ីចេងតាមរសជាតិរបស់បងចូលចិត្តតែប៉ុណ្ណឹងគឺរួចរាល់ហើយភ្លក់មើលបានរសជាតិឆ្ងាញ់ហើយបាត់ភ្លើងគឺជាការស្រេចពុកម៉ែមួយគ្នាមើលម៉ែកូនបិទភ្លក់ហើយឲ្យមេដាយមួយតែម៉ែកូនបិទឲ្យមេដាយអញ្ចឹងតានីតែមកឆ្ងាញ់មកណាពុកម៉ែបងប្អូនអ្នកខាងស្វាយរៀងមើលវីដេអូនេះដល់ចំណុចនេះអត់មើលដល់ចំណុចនេះជួយខមមិនម្នាក់មួយមកតើវិធីស្លរបស់ម៉ែកូនបិទត្រូវតាមក្បួនខ្នាតម្ចាស់ដើមរបស់អ្នកខាងស្វាយរៀងអត់អ្នកគ្នាបើខាងអ្នកតកៅខ្ញុំវិញគឺគេមិនដែលហូបទេអញ្ចឹងចឹងឯដើមកណ្ដៀងហ្នឹងគឺគេមិនដែលហូបទេអ្នកគ្នាអើយទៅតែឃើញប្រពន្ធខ្ញុំមួយហ្នឹងធ្វើមុខម្ហូបផ្លែកធ្វើអីផ្លែកខុសពីគេហ្មងព្រោះថាតាមតំបន់តាមស្រុកតាមភូមិតាមខេត្តតាមកន្លែងនីមួយការហូបចុករបស់យើងគឺអត់ដូចគ្នាទេផ្លែកខុសពីគ្នាហ្មងមើលបងប្អូនមានមុខម្ហូបអីផ្លែកជួយខមមិននៅខាងក្រោមវីដេអូនេះម្នាក់មួយផងដើម្បីឲ្យម៉ែកូនបិទរៀនធ្វើតាមទាំងអស់គ្នាបងមានមុខម្ហូបតាមតំបន់តាមខេត្តរបស់ពុកម៉ែបងប្អូនគ្នាជួយខមមិនមកខមមិននៅខាងក្រោមវីដេអូរបស់ម៉ែកូនបិទហ្នឹងម្នាក់មួយផងអរគុណទុកជាមុនមើលតែមាត់ម៉ែកូនបិទខ្ញុំហូបឆ្ងាញ់មិនឆ្ងាញ់ណាពុកម៉ែបងប្អូនគ្នាជាតិមួយយ៉ាងដែរឆ្ងាញ់មួយយ៉ាងដែររៀងល្វីងតិចដោយសារយើងអត់សូវដាក់ស្លឹកវាច្រើនបើយើងដាក់ស្លឹកវារៀងច្រើនអានឹងល្វីងសិនជាយើងដាក់ស្លឹកច្រើនអានឹងរៀងល្វីងខ្លាំងបើយើងដាក់ស្លឹកតិចដូចម៉ែក៏មើលអញ្ចឹងវាអត់សូវល្វីងទេពុកម៉ែមកគ្នាដោយសារពួកខ្ញុំអត់សូវចេះល្វីងដែរអញ្ចឹងដាក់ស្លឹកតែប៉ុណ្ណឹងមកឆ្ងាញ់ជាតិហ្មងជាពិសេសស្លជាមួយសាច់មាន់អញ្ចឹងឆ្ងាញ់ត្រូវគ្រឿង